ជំរាបសួរពុកម៉ែបងប្អូនចានេះដើមផ្កាទង្ហូពណ៌ទឹកក្រូចបែកផ្កាឈូកចាស្អាតមែនតែនហើយងាយដាំមកបងប្អូនអើយហើយផ្កាវិញម្ដងផ្កាច្រើនណាស់ចានិយាយទៅអ្នកដែលគាត់ចេះក្រងផ្កាចូលចិត្តក្រងផ្កាបានគាត់យល់ពីអារម្មណ៍ដែលថាពេលដែលយើងត្រូវការផ្កាឆ្នៃម៉ូដបន្តិចបន្តួចទេតែបើសិនជាអត់មានពិបាកមែនតែនចាហត់ទៅផ្សារទិញហើយក៏អត់មានដែរអញ្ចឹងបើសិនជាមាននៅផ្ទះខ្លួនឯងពី3ដើមចាសប្បាយចិត្តអានេះជាក្តីសុខបែបងាយដែលយើងអាចបង្កើតបានដោយខ្លួនឯងគ្រាន់តែយើងដើរមកសម្លឹងឃើញដើមផ្កាក៏មានអារម្មណ៍ថាមានក្តីសុខដែរចាចង់ឆ្នៃម៉ូដអីតាមបេះដូងចាថ្ងៃនេះមានម៉ូដពិសេសជូនទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាចាតែឥឡូវនេះធ្វើអត់ទាន់ហើយឯងសុំលាក់សិនសុំបង្ហាញតែបន្តិចសិននេះចាក្តីសុខយើងជាអ្នកបង្កើតដោយខ្លួនឯងអ្នកគ្នាកុំតានតឹងពេករីករាយបានច្រើនចាជម្រាបលា